ជំរាបសួរអ្នកគ្រូលោកគ្រូនិងអ្នកអរគ្នាខ្ញុំបាទឈ្មោះឡៅវិរតជាសិស្សនៃអាហារូបករណ៍ ITE ចំនួនទី3នៃវិទ្យាស្ថាន Start ថ្ងៃនេះខ្ញុំបាទមកធ្វើការបង្ហាញ demo នៃ project ដែលធ្វើឡើងដោយ HTML និង Tailwind CS អញ្ចឹង project របស់ខ្ញុំមានឈ្មោះថា Think Event ជាប្រភេទ e-commerce website ហើយ project របស់ខ្ញុំមានចំនួន7 page មាន home page shop page about page contact page wishlist page នេះ add to cart page ហើយនឹងprofile page អញ្ចឹងយើងមកមើលដំបូងគឺ home page អញ្ចឹង home page របស់ខ្ញុំមានទាំងមួយបង្ហាញពីការ discount ហើយនឹងរូបភាពតិចតួចហើយចូលដល់ក្រោមយើងមាននៅទាំង category មានដូចជា women men watch ហើយនឹង accessory បន្ទាប់មកទៀតមាននៅ trending product យើងអាចអានេះយើងអត់អាច filter បានទេដោយសារវាជា static គាត់អាច hover បានអានេះជាផ្ទាំង discount ហើយនឹង customer review ហើយខាងក្រោមគេមកគឺជា footer តោះមកយើងចូលមកដល់ shop page នៅខាងឆ្វេងដៃមាន filter bar យើងអាច filter បានតែវា static ទេអត់ filter data បានទេហើយខាងស្ដាំដៃមាន product card ហើយខាងក្រោមមាន footer ចូលមកដល់ about page នៅក្នុង about page មានការណែនាំអំពីវិទ្យាស្ថាន Start តបមកមានពី our story our mission ហើយនឹង what we stand for ហើយនេះយើង build ជាមួយ HTML5 ប្រាប់ថាយើងប្រាប់ថា project នេះយើង build ជាមួយ HTML5 Tailwind មាន tab mode ឡើងមកហើយនឹងមាន responsive ផងដែរហើយតបមកយើងចូលមកដល់ wishlist card wishlist page យើងខាងឆ្វេងដៃយើងមាន product ដែលយើងបានយើង add ទុកប៉ុន្តែអត់បានទិញហើយនេះយើង recent view ហើយខាងស្ដាំដៃនេះមាន wishlist summary នឹងករណីយើង add to cart វានឹងទៅដល់ add to cart page នៅក្នុង add to cart page យើងមានproduct ដែលយើងបាន add to cart ហើយនឹងproduct ដែលយើងអាចនឹងចូលចិត្ត you may also like ហើយខាងស្ដាំដៃនេះមាន order summary ហើយបន្ទាប់មកចូលមកដល់ contact page នៅក្នុង contact page មានប៉ុណ្ណឹងហើយចូលមកដល់ profile page យើងមានដូចជា overview order history sale message account setting អីជាដើមហើយយើងក៏មានជាបែបដាក់ mode ឡើងមកដែរ